បាទអនុញ្ញាតគោរពបាទហើយនឹងជម្រាបសួរបាទទៅដល់ពុកម៉ែបងប្អូនបាទលោកតាលោកជ័យអ៊ំពូមីងទាំងអស់គ្នាបាទនៅក្នុងបណ្ដាញសង្គម Facebook ក៏ដូចជាពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube ផងដែរបាទសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី13បាទ13ចឹងខាងបងប្អូននេះក៏បានចែកចេញជាតម្រុយនៅលេខល្អយកមក free ចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទយកទៅលេងកំសាន្តទៀតហើយពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលបានទស្សនាលើវីដេអូរបស់បងប្អូនហើយដែលស្រឡាញ់បាទហើយនឹងពេញចិត្តនៅលើវីដេអូរបស់បងប្អូនបាទក៏កុំភ្លេចបាទជួយ like ហើយនឹងជួយ share ពុកម៉ែបងប្អូនណាបាទជួយ like ហើយនឹងជួយ share នៅលើវីដេអូនេះឲ្យបងប្អូនម្នាក់មួយផងពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់ថ្ងៃទី13នេះបាទសម្រាប់ថ្ងៃទី13នេះបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាបាទចង់បានលេខបុកពីខាងបងប្អូនយកទៅលេងបាទសម្រាប់លេខតូច2គ្រាប់បុកតែ2ប៉ុស្តិ៍ទេពុកម៉ែបងប្អូនណាបាទលេខតូច2គ្រាប់បុកតែ2ប៉ុស្តិ៍ទេគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចឆាតមកកាន់ឈ្មោះ Facebook របស់បងប្អូនបាទដែលបងប្អូនបានបង្ហាញហើយនឹងចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាកាលពីដើមវីដេអូមិញបានបាទសម្រាប់លេខរបស់បងប្អូនគឺងាយស្រួលនៅក្នុងការលេងទេពុកម៉ែបងប្អូនណាបាទសម្រាប់ពុកម៉ែបងប្អូនដែលយកទៅលេងបាទគឺអត់មានពិបាកលេងគុណលេងត្រឡប់រងលើរងក្រោមអីទេបាទបងប្អូនឲ្យ2គ្រាប់យើងលេង2ប៉ុស្តិ៍គឺយើងលេងត្រង់តែម្ដងបាទ2គ្រាប់2ប៉ុស្តិ៍លេងត្រង់តែម្ដងឧទាហរណ៍ថាបងប្អូនឲ្យ22 23បាទឧទាហរណ៍ថាឲ្យ22 23លេង2ប៉ុស្តិ៍ប៉ុស្តិ៍3និងប៉ុស្តិ៍សេអញ្ចឹងចឹងពុកម៉ែបងប្អូនទាំងអស់គ្នាបាទយកទៅបាទចាក់22 23ប៉ុស្តិ៍ B ប៉ុស្តិ៍សេតែប៉ុណ្ណឹងគឺរួចតែម្ដងពុកម៉ែបងប្អូនណាបាទគឺរួចតែម្ដងចឹងដូចបងប្អូនបញ្ជាក់ចឹងគឺស្រួលលេងមែនតើពុកម៉ែបងប្អូនណាបាទស្រួលលេងស្រួលចាក់ហើយក៏ស្រួលឈ្នះដែរពុកម៉ែបងប្អូនណាបាទគឺស្រួលឈ្នះហើយលេខរបស់យើងបើយើងចាក់ត្រឹមមកលេខ5000អីបាទយើងវា2គ្រាប់2ប៉ុស្តិ៍យើងអស់20000អីដែរពុកម៉ែបងប្អូនណាអស់20000ដែរប៉ុន្តែបើសិនជាយើងត្រូវវិញគឺយើងត្រូវបានច្រើនពុកម៉ែបងប្អូនណាបាទគឺយើងត្រូវបានច្រើនបាទយើងចាក់អស់តិចប៉ុន្តែយើងត្រូវគឺយើងត្រូវបានច្រើនដោយសារអីដោយសារតែលេខរបស់យើងដែលយើងឲ្យយកទៅលេងនេះគឺយើងលេងត្រង់បាទអត់ប្របាក់គុណត្រឡប់រងលើរងក្រោមអស់លុយច្រើនអីទេបាទអញ្ចឹងបងប្អូនសូមបញ្ជាក់ម្ដងហើយម្ដងទៀតណាបាទសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចង់បានលេខល្អលេខច្បាស់បុកចំបាទលេខតូច2គ្រាប់បុកតែ2ប៉ុស្តិ៍បាទលេងត្រង់យកទៅលេងសម្រាប់ថ្ងៃទីបាទ13នេះកុំភ្លេចឆាតមកកាន់ឈ្មោះ Facebook របស់បងប្អូនដែលបងប្អូនបានបង្ហាញហើយនឹងចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាកាលពីដើមវីដេអូមិញបានបាទអញ្ចឹងសម្រាប់វីដេអូរបស់បងប្អូនថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនណាបាទជាចុងក្រោយបងក៏សូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាហេងបាទហើយនឹងសំណាងល្អបាទហើយនឹងសំណាងល្អផងដែរបាទហើយបញ្ជាក់ម្ដងហើយម្ដងទៀតណាបាទចង់បានលេខល្អលេខច្បាស់កុំភ្លេចឆាតមកកាន់ Facebook របស់បងប្អូនបាទថ្ងៃនេះបាទ